ខ្ញុំមានចម្ងល់មួយពាក់ព័ន្ធនឹងសម័យមហានគររបស់យើងតើមូលហេតុអីដែលធ្វើឲ្យស្ដេចនៃសម័យមហានគរលោកជ្រើសរើសយកទីក្រុងអង្គរជាទីក្រុងកណ្ដាលនៃមហាអាណាចក្រក្នុងសិលាចារឹកគេប្រដូចទីក្រុងនៅភ្នំបាខែងជាភ្នំកណ្ដាលគេប្រើពាក្យកណ្ដាលដោយសារយើងជឿថាមានចក្រវាលហ្នឹងតែមានស្នូលនិងកំពូលកណ្ដាលយោងតាមបដិមាសាស្ត្រនៅអង្គរវត្តឈុតឆាកនៃការកូរសមុទ្រទឹកដោះភ្នំមន្តរៈគឺជាភ្នំកណ្ដាលនៃចក្រវាលយោងទៅលើសប្បយកម្មជាក់ស្ដែងនៅលើទឹកដីកម្ពុជាដែលយើងឃើញនឹងភ្នែកមានភ្នំបាខែងយសោត្រគិរីគឺជាភ្នំកណ្ដាលអញ្ចឹងទស្សនៈយកចំណុចកណ្ដាលជាផ្ចិតនៃចក្រវាលត្រូវបានគេអនុវត្តក្នុងការជ្រើសរើសធ្វើជារាជធានីឬទីក្រុងរបស់ចក្រភពខ្មែរនេះជាមូលហេតុដែលរាជធានីអង្គរឬរាជធានីខ្មែរបុរាណត្រូវបានប្រដូចជាភ្នំកណ្ដាលដោយសារលើតារាសាស្ត្រព្រះអាទិត្យជាផ្កាយចាំងចែងនៅចំកណ្ដាលចក្រវាលហើយមានភពផ្សេងតូចនៅព័ទ្ធជុំវិញដោយសារធម្មជាតិនៅលើអាកាសជាតារាវស៊ីឬតារាសាស្ត្រវាមានភពនៅកណ្ដាលមានភពសងខាងទើបដូនតាយើងស្រមៃចម្លងរូបភាពតាមរូបអារម្មណ៍មករៀបចំនៅលើដែនដីរបស់ខ្លួនជានិមិត្តរូបចក្រវាលបង្រួញមកលើកម្ពុជានេះហើយតែងឧបមាប្រសិទ្ធស្ថានទីក្រុងគឺជាឋានកណ្ដាលគឺជាចំណុចកណ្ដាលនៃចក្រវាលបើយើងមើលទៅលើផែនទីបុរាណទីក្រុងអង្គរនេះឬមួយក៏យើងហៅថាទីក្រុងយសោធរបុរៈនេះក៏នៅចំចំណុចកណ្ដាលនៃផ្ទៃប្រទេសដែរហើយយើងរាល់ថ្ងៃក៏មានពាក្យខ្មែរក្រមខ្មែរលើដែរហើយយើងគឺខ្មែរកណ្ដាលតើជាមូលហេតុអ្វីមានមូលហេតុអ្វីបានជាស្ដេចកាលពីចំនួនហ្នឹងលោកជ្រើសរើសទីនេះគឺជាទីក្រុងជ័យភូមិដូនតាយើងបានជ្រើសរើសទីនេះជាជ័យភូមិពីព្រោះជាភូមិដែលផ្ដល់ជ័យសេរីជាដីដែលផ្ដល់ជ័យមង្គលជ័យភូមិមានន័យថាជោគជ័យជ័យមង្គលសិរីសុស្ដីហើយភូមិហ្នឹងភូមិហ្នឹងមានន័យថាដីអញ្ចឹងជ័យភូមិគឺជាវិទ្យាសាស្ត្រដែលសិក្សាពិនិត្យគុណភាពដីដើម្បីផ្ដល់ជ័យមង្គលក្នុងការរស់នៅទើបត្រូវសម្រេចថាធ្វើទីក្រុងទីនេះបច្ចុប្បន្ននេះសៀមរាបគឺជាទឹកដីនៃខ្មែរកណ្ដាលដែលផ្ដល់ជ័យភូមិរហូតជួយឲ្យសាសពូជសាសកូនចៅអេសីកម្ពុជាមេរៈកម្ពុជានេះកសាងមហានគររហូតដល់6សតវត្សដោយសារតែគុណភាពដីដែលផ្ដល់ជ័យមង្គលហៅថាជ័យភូមិនេះមូលហេតុខ្លះក្នុងការជ្រើសរើសសៀមរាបឬក៏តំបន់អង្គរនេះជាភ្នំកណ្ដាលដែលផ្ដល់ជ័យភូមិដោយសារមានកត្តា3យ៉ាងកត្តាទី1តាក់ទងទៅលើវិទ្យាសាស្ត្រក្នុងការស្វែងយល់អំពីកំណើតនៃផែនដីសបកផែនដីដែលភាសាគេថាភូខោគវិទ្យាភូខោគវិទ្យាគឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីការកកើតផែនដីនិងស្រទាប់ផែនដីតាមរយៈវិទ្យានេះដូនតាខ្មែរបានដឹងថាទីនេះអត់មានរំជួយផែនដីទេទីនេះលែងមានបន្ទុកភ្នំភ្លើងហើយដូនតាដឹងតាំងពីចំនួនសតវត្សទី10ទី12ដឹងច្បាស់ថាទីនេះគ្មានរញ្ជួយដីទើបសម្រេចចិត្តជ្រើសរើសកសាងទីក្រុងដែលមានប្រាង្គប្រាសាទរាប់រយនៅទីនេះ
រហូតដល់បច្ចុប្បន្នតាមមេរៀនពុខុកវិទ្យាឬក៏ភូមិវិទ្យាយើងអាចដឹងថាកម្ពុជានេះបានស្ថិតនៅក្រោមសមុទ្រតាំងពីស័ក្តិទី3ទៅរងចាំរហូតទៅដល់ដើមស័ក្តិទី4ទើបនាមបំរើងផ្នត់បានន័យថាស្រទាប់ផែនដី2បុកគ្នាបង្កើតជាខ្ពង់រាបទីបេនៅប្រទេសចិននិងភ្នំហិមភៀនហ៊ីម៉ាឡាយ៉ានៅប្រទេសឥណ្ឌាផ្នែកដែលនៅបាតសមុទ្រដែលឈ្មោះថាកម្ពុជាសប្តាហ៍ថ្ងៃដែលភ្ជាប់នឹងទ្វីបជាមួយនឹងភ្នំទីបេនិងឥណ្ឌាហេម៉ាឡៃនេះក៏បានងើបឡើងធ្វើឲ្យនគរដែលលិចទឹកបានផុសឡើងហើយកម្ពស់មធ្យមនៃកម្ពុជាយើងពីខ្ទង់ពី100ម៉ែត្រទៅ300ម៉ែត្រហើយទន្លេសាបយើងស្ថិតនៅ6ម៉ែត្រប្រៀបធៀបនឹងនីវ៉ូទឹកសមុទ្រអញ្ចឹងដោយសារទីនេះវានៅឆ្ងាយពីខ្សែរបាក់នៃស្រទាប់ផែនដីដែលងាយនឹងរញ្ជួយដីនោះទើបស្រុកខ្មែរនេះអត់មានរញ្ជួយដីអញ្ចឹងពេលចំនួនដើមស័ក្តិទី4នោះពេលដែលស្រទាប់ផែនដីបុកបង្កើតជាខ្ពង់រាបទីបេធ្វើឲ្យស្រទាប់មួយទៀតងាកទៅផ្នែកខាងលិចបង្កើតជាជួរភ្នំនៅទ្វីបអាមេរិកឈ្មោះថាភ្នំអង្គហើយក៏បង្កើតជាស្នាមប្រេះនៅបាតសមុទ្រជារៀងរហូតដែលឆ្លងកាត់ចំណុចស្រាលបំផុតនៅភូមាកាត់តាមទីក្រុងបាងកកមកសមុទ្រឥណ្ឌាប្រទេសម៉ាឌីវនិងកោះស៊ូម៉ាត្រាឥណ្ឌូនេស៊ីរៀងរហូតទៅដល់ហ្វីលីពីននិងជប៉ុនដែលជាផ្នែកប្រេះធំជាងគេជាមូលហេតុដែលធ្វើឲ្យប្រទេសជប៉ុនតែមានរញ្ជួយដីនិងស៊ូណាមីញឹកញាប់អញ្ចឹងបំណាក់ស្រុតដែលញែកទ្វីប2ឲ្យមានស្នាមប្រេះនៅក្រោមបាតសមុទ្រនោះជាមូលហេតុដែលពេលថ្ងៃណាមួយសតវត្សណាមួយដែលចលនាម៉ាក់ម៉ាចំហេះនៅក្នុងស្រទាប់ផែនដីស្នូលផែនដីនឹងវិលនឹងមានកម្លាំងខ្លាំងធ្វើឲ្យញែកជាកម្លាំងបុកធ្វើឲ្យស្នាមប្រេះនេះអង្គើដែលធ្វើឲ្យអ្នកនៅលើដីមានការរំជួយហៅថារំជួយផែនដីដូច្នេះស្នាមប្រេះដែលបង្កើតរញ្ជួយផែនដីបាននៅឆ្ងាយពីតំបន់សៀមរាបគឺនៅផ្នែកខាងលិចនៃប្រទេសភូមាផ្នែកខាងត្បូងនិងខាងលិចនៃប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីដែលអាចជាទំនប់ធម្មជាតិមកទប់ស៊ូណាមីនិងរញ្ជួយផែនដីសម្រាប់កម្ពុជាទើបទីនេះការនៅឆ្ងាយពីបំណាក់ស្រុតឬក៏ស្នាមប្រេះដូនតាយើងបានដឹងទើបសម្រេចចិត្តមកកសាងនៅទីនេះអញ្ចឹងជ័យវភូមិនេះគឺជាចំណេះដឹងដែលមើលទៅលើស្ទាប់ផែនដីថាមានស្ថិរភាពអត់ប៉ះពាល់ពេលដែលមានរញ្ជួយដីនិងជាដីដែលមានសុខភាពល្អហាប់ល្អក្នុងការកសាងទីក្រុងហើយជាពិសេសនោះដោយឡែកនៅសៀមរាបនេះមានភ្នំគូលែននៅខាងជើងភ្នំគូលែននេះដែលមានរាងហាក់ដូចជាទ្រនប់ឬក៏ស្លាបបាក់សីស៊ូដែលនៅបាំងផ្នែកខាងលើនៃតំបន់អង្គរទប់កុំឲ្យមានទឹកហូរចេញពីភ្នំដងរែកពីព្រោះត្រូវយល់ថាសណ្ដានដីប្រទេសកម្ពុជាខ្ពស់ខាងជើងទៅភ្នំដងរែកហើយទាបបន្តិចម្ដងទៅផ្នែកខាងត្បូងរហូតដល់ខេត្តកំពតនិងខេត្តព្រះសីហនុអញ្ចឹងបើសិនជាយើងកសាងប្រាង្គប្រាសាទនៅលើទីវាលដែលគ្មានទំនប់នៅខាងលើឆ្នាំណាមួយអាចទទួលនៅទឹកជំនន់ដែលចេញពីតំបន់ខ្ពស់នៅជើងភ្នំដងរែកនិងវាយប្រហារធ្វើឲ្យប្រាង្គប្រាសាទនឹងដួលរលំក៏អាចថាបានអញ្ចឹងហើយបានដូនតាយើងមកឃើញនៅទីនេះមានភ្នំបាំងនៅប៉ែកខាងជើងប្រៀបបានជាទំនប់ដើម្បីទប់ការហូរច្រោះពីផ្នែកខាងជើងហើយយើងត្រូវការគ្រប់គ្រងតាមរយៈប្រព័ន្ធប្រឡាយទឹកត្រូវការទឹកតាមតម្រូវការក្នុងបរិមាណដែលយើងគ្រប់គ្រងបានមិនឲ្យបរិមាណទឹកនៅពេលខែវស្សាវាយលុកទៅដល់ប្រាង្គប្រាសាទអញ្ចឹងទឹកត្រូវបានបង្ហូរទៅតាមស្ទឹងពួកក្តីស្ទឹងជាក្រែងក្តី
ហើយយើងក៏តែត្រូវការបរិមាណទឹកខ្លះដើម្បីស្រោចស្រង់បារាយមានបារាយជាច្រើននៅតំបន់អង្គរហើយទឹកនោះឯងដែលជួយជំរុញមកបំពេញកសិននៅជុំវិញអង្គរធំនេះនិងកសិនអង្គរវត្តពីព្រោះកាលណាមានទឹកធ្វើឲ្យលបាយខ្សាច់សើមធ្វើឲ្យដីលបាយខ្សាច់ហ្នឹងហាប់អាចត្រទ្រង់ប្រាសាទបានអញ្ចឹងទី1ត្រូវនៅឆ្ងាយពីស្នាមប្រេះនៃស្រទាប់ផែនដីដែលការពារការរញ្ជួយដីទី2ត្រូវជ្រើសរើសដីខ្សាច់ហាប់ណែនដើម្បីទ្រគ្រឹះប្រាសាទទី3ត្រូវស្ថិតនៅក្នុងតំបន់ដែលការពារទៅដោយភ្នំកលែនហើយជាពិសេសទៅទៀតភ្នំកលែនមានទាំងថ្មភក់ដែលជាអង្គធាតុសម្រាប់កសាងប្រាសាទភ្នំកលែនមានទាំងព្រៃឈើដែលយកមកកសាងរាជវាំងឬលំនៅឋានហើយក្នុងព្រៃមានសត្វហើយក្បែរនេះមានទន្លេសាបដែលមានត្រីជាច្រើនប្រភេទហើយកម្ពុជាយើងខ្មែរយើងហូបត្រីហូបបាយត្រូវការឈើត្រូវការថ្មដើម្បីកសាងសង្គមធម៌តាមរយៈវប្បធម៌ហើយក៏កើតជាអរិយធម៌អង្គរនេះឡើងនេះជាកត្តាធម្មជាតិដែលធ្វើឲ្យដូនតាយើងជ្រើសរើសសៀមរាបដែលជាភ្នំកណ្ដាលឬកម្ពុជាកណ្ដាលនេះដើម្បីកសាងទីក្រុងរាជធានីអង្គរកត្តាមួយទៀតគឺកត្តាភូមិសាស្ត្រនយោបាយមានន័យថាត្រូវជ្រើសរើសទីតាំងចំកណ្ដាលនៃអាណាចក្រដើម្បីងាយគ្រប់គ្រងសមនរដ្ឋនានានៅជុំវិញអាណាចក្រខ្មែរចំនួននោះគឺល្វឹងល្វើយដែលបែកខាងលិចនោះមានព្រំប្រទល់រហូតដល់ប្រទេសមនដែលសពថ្ងៃក្លាយជាប្រទេសភូមាហើយផ្នែកខាងក្រោមឯត្បូងនោះរហូតដល់សមុទ្រចិនខាងត្បូងដែលសពថ្ងៃនេះទឹកដីនោះក្លាយជាខ្មែរក្រោមខ្មែរក្រោមនៅជាប់សមុទ្រខាងត្បូងខ្មែរលើរហូតដល់ព្រំប្រទល់ភូមាមននិងយូណានប្រទេសចិនអញ្ចឹងមានតែកម្ពុជាកណ្ដាលនៅសៀមរាបនេះហើយដែលគួរជ្រើសរើសសម្រាប់កសាងទីក្រុងងាយនឹងគ្រប់គ្រងខាងលើផងខាងក្រោមផងនេះជាមូលហេតុភូមិសាស្ត្រនយោបាយដែលត្រូវជ្រើសរើសរកទីតាំងងាយនឹងគ្រប់គ្រងទៅលើសម្បត្តិរដ្ឋនានាមូលហេតុទី3កត្តាទី3គឺកត្តាតារាសាស្ត្រត្រង់ថាពេលដែលមានសុគ្រាសព្រះច័ន្ទមកបាំងព្រះអាទិត្យធ្វើឲ្យស្រមោលនៃព្រះអាទិត្យដ៏ឆ្មាដែលមានពលឺឆ្មានោះធ្លាក់ចំកំពូលកដាលនៃប្រាង្គប្រាសាទអង្គរវត្តដែលជាហេតុដូនតាយើងអង្កេតរាប់សតវត្សមកតាំងពីភ្នំដាសតវត្សទី7សម្បូរព្រៃគោករហូតមកដល់សតវត្សទី12ទើបអាចកំណត់ដឹងថាទឹកដីនៅអង្គរវត្តនេះគឺជាកន្លែងដែលស្ថិតនៅក្នុងភាពស៊ីគ្នាស៊ីមេទ្រីរវាងភព3ផែនដីព្រះច័ន្ទនិងព្រះអាទិត្យដែលរត់ត្រង់គ្នានៅពេលដែលមានបាតុភូតសុគ្រាសដែលជាចំណុចផ្លូវកាត់ដែលប្រលឹងឬក៏វិញ្ញាណរបស់ស្ដេចសូរ្យវង្សទី2នឹងអាចឡើងទៅឋានសួគ៌បានដោយចិត្តតាមរយៈការបង្ហាញផ្លូវនៃរស្មីសូរ្យាអញ្ចឹងហើយទើបស្ដេចអង្គនេះឈ្មោះថាសូរ្យវរ្ម័នតាមរយៈរស្មីសូរ្យាទើបអាចដឹងអំពីចំណុចស៊ីមេទ្រីរួមគ្នារវាងភព3ទើបអាចកំណត់ទីតាំងនៃការកសាងអង្គរវត្តភ្នំ3ដែលមានភ្នំបាខែងដែលជាភ្នំកណ្ដាលភ្នំក្រោមនិងភ្នំបូកអូសជាត្រីកោណកាត់ទាំងភ្នំទាំង3ទៅបង្កើតជារាងដែលយើងសន្មតថាហាក់ដូចជាផ្កាយក្រពើហើយអង្គរវត្តនៅក្នុងត្រីកោណដែលជាផ្កាយក្រពើនេះគឺជាហេតុផលតារាសាស្ត្រដែលត្រូវតែយកទីនេះដើម្បីកសាងទីក្រុងអង្គរវត្តអញ្ចឹងជាសរុបជាចម្លើយខ្លីគឺថាហេតុដែលធ្វើឲ្យដូនតាយើងជ្រើសរើសសៀមរាបកម្ពុជាកណ្ដាលធ្វើទីក្រុងអង្គរដោយសារទី1វាស៊ីគ្នាទៅនឹងហេតុផលតារាសាស្ត្រដែលឥទ្ធិពលផ្កាយព្រះអាទិត្យជះមកចំចំណុចសៀមរាបទីតាំងដែលត្រូវធ្វើអង្គរវត្តទី2គឺកត្តាធម្មជាតិដែលទីនេះនៅឆ្ងាយពីស៊ូណាមីនៅឆ្ងាយអំពីបាតុភូតរញ្ជួយដីហើយជាដីដែលមានលបាយខ្សាច់ហើយធម្មជាតិនោះគឺមានភ្នំគូលែនដែលជួយបាំង
ការច្រហូតទឹកពីផ្នែកខាងជើងផងមានសម្បត្តិធម្មជាតិមានថ្មសម្រាប់ធ្វើប្រាសាទមានឈើហើយខាងក្រោមខាងត្បូងអង្គរនោះមានទន្លេសាបដែលសម្បូរត្រីផងហើយកត្តាភូមិសាស្ត្រនយោបាយដែលជាកត្តាទី3គឺជាចំណុចកណ្ដាលនៃអាណាចក្រនេះជាមូលហេតុដែលជ្រើសរើសសៀមរាបធ្វើជាទីក្រុងដែលសន្មតថាជាភ្នំកណ្ដាលព្រោះតែអញ្ចឹងហើយទើបសម័យបច្ចុប្បន្នគេឲ្យឈ្មោះយើងថាជាកម្ពុជាកណ្ដាលធៀបទៅនឹងកម្ពុជាក្រោមនិងកម្ពុជាលើ